ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពរបស់កងកម្លាំងអាវុធហត្ថខាងខេត្តស្វាយរៀងនិងកម្លាំងនគរបាលគាត់បានធ្វើការឡោមព័ទ្ធអគារអនឡាញមួយកន្លែងដែលស្ថិតនៅក្នុងក្រុងបាវិតខេត្តស្វាយរៀងហើយបើតាមខ្ញុំសួរខាងកម្មករឬក៏បុគ្គលិកដែលធ្វើការនៅក្នុងអគារនេះបុគ្គលិកខ្មែរគាត់បានប្រាប់ថាទីតាំងខាងលើនេះគឺជាទីតាំងកាស៊ីណូអនឡាញរបស់ជនជាតិចិនហើយទីតាំងនេះមានបុគ្គលិកធ្វើការចន្លោះពី300នាក់ទៅ600នាក់ហើយមានជនជាតិចិនហ្នឹងប្រហែលជាខ្ទង់3ទៅ400នាក់ហើយខ្មែរជនជាតិវៀតណាមហើយនិងជនជាតិឥណ្ឌូនេស៊ីធ្វើការផងដែរនៅលើទីតាំងខាងលើនេះឥឡូវនេះសមត្ថកិច្ចកំពុងនៅតែធ្វើការឡោមព័ទ្ធនៅទីតាំងខាងលើនេះដដែលហើយមានសមត្ថកិច្ចខ្លះក៏ចូលទៅខាងក្នុងអគារខាងសមត្ថកិច្ចខ្លះនៅខាងក្រៅប៉ុន្តែបើតាមការឲ្យដឹងពីបងប្អូនជាពលរដ្ឋដែលនៅទីតាំងនេះគាត់បានលើកឡើងថាសមត្ថកិច្ចនឹងគាត់បានធ្វើការឡោមព័ទ្ធនៅទីតាំងនេះគឺចាប់តាំងពីម៉ោង1 រសៀលនៅថ្ងៃទី24 ខែមេសាឆ្នាំ2025